សម្រាប់បងប្អូនដែលចាប់អារម្មណ៍ក្នុងការបង្កើតវីដេអូជាលក្ខណៈគេហៅថា MMO ឬក៏ជា short សម្រាប់ YouTube អញ្ចឹងណាដែលមានពេលវេលាច្រើនសម្រាប់ការបង្កើតខ្ញុំនឹងមកណែនាំអំពីការប្រើប្រាស់ទៅលើប្រភេទទាំងអស់ហ្នឹងទៅលើរបៀបនៃការសរសេរវាហើយនឹងការដាក់ចូលពីគេហៅថាជា prompt ទៅជាវីដេអូនៅក្នុង Flow AI ឬក៏នៅក្នុងនេះGemini បាទ Gemini Pro ឬក៏sorry Gemini 3 VEO 3.1បាទប៉ុន្តែខ្ញុំសូម recommend ឲ្យប្រើទៅលើ Flow ជាទូទៅប្រើ Flow វាងាយស្រួលដោយសារខ្ញុំប្រើ Ultra ហើយសម្រាប់បងប្អូនដែលប្រើ Ultra ជាទូទៅបងប្អូនអាចជាវបងប្រចាំខែដោយសារវា unlimited អញ្ចឹងណាអញ្ចឹង Ultra នេះគឺវាប្រើជាចំណេញបានច្រើនដោយសារវាមាន credit ច្រើនហើយតម្លៃក្នុងមួយខែតែ$9ទេបាទខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ផុនវារបៀបនៃការប្រើប្រាស់តើគេទៅសេរបៀបម៉េចđểប្រើប្រាស់អានេះគឺជាគំរូដែលខ្ញុំបានចងក្រងទៅសេវានៅការប្រើប្រាស់របស់វាអាហ្នឹងរបស់វានៅពេលដែលបងប្អូនមានអាហ្នឹងខ្ញុំនឹងតម្លាក់ប្រភេទនេះចូលទៅក្នុងក្រុមបងប្អូនអាចចូលនៅក្នុងក្រុម Telegram របស់ខ្ញុំទៅខ្ញុំនឹងតម្លាក់នៅក្នុងនឹងឲ្យជាពិសេសឬក៏អាចឆាតរបស់ខ្ញុំអញ្ចឹងខ្ញុំតម្លាក់នៅក្នុងក្រុមនេះតែម្ដងបាទបងប្អូនអាចចុច link នៅក្នុង YouTube របៀបនៃការបង្កើតជាទូទៅគឺខ្ញុំនឹងប្រាប់ក្បួននៃការបង្កើតមានន័យថាបងប្អូនអាចប្រើទៅលើ Chat GPT ឬក៏នៅក្នុង Gemini ជាទូទៅប្រើ Gemini ក៏បានឧទាហរណ៍ថាខ្ញុំចង់ប្រើ Gemini បងប្អូនអាចប្រើវាប៉ុន្តែខ្ញុំសូមយកវាជាភាសាអង់គ្លេសវិញជាទូទៅខ្ញុំ recommend បងប្អូនអាចផាសចូលនៅក្នុងនេះហើយយកជាភាសាអង់គ្លេសវិញអញ្ចឹងខ្ញុំផាសចូលសរសេរកន្លែងនេះអញ្ចឹងសរសេរនៅកន្លែងខ្លីៗគឺរបៀបនៃការសរសេរវាគឺនេះខ្ញុំចង់ឲ្យអ្នកបង្កើតអីនេះបងប្អូនអាចប្រើវាទៅសេតាមខ្ញុំប្រាប់ទៅនេះបាទរបៀបហ្នឹងបងប្អូនប្រើទៅទៅសេវាមកបាទនៅពេលដែលទៅសេហើយបងប្អូនអាចផាសចូលនៅក្នុងនេះក៏បានខ្ញុំឧទាហរណ៍យ៉ាងមួយហើយខ្ញុំនឹងដាក់នៅក្នុងChat GPT ខ្ញុំដាក់អញ្ចឹងមកហើយវានឹងរត់ចូលទៅក្នុងហ្នឹងនេះគឺជាសិទ្ធិរឿងដែលខ្ញុំបានអង្គុយទៅសេវាមានប្រហែលរឿងនេះនេះបាទខ្ញុំដាក់រឿងនេះសិទ្ធិរឿងដែលខ្ញុំទៅសេនេះអញ្ចឹងពេលដែលខ្ញុំផានឹងចូលវានឹងចេញរឿងជាទូទៅវាឲ្យ5ឬ6អាស្រ័យលើបងប្អូនយើងទៅសេកំណត់នៅក្នុងកន្លែងនេះទេអញ្ចឹងទៅសេហើយបាទយើង copy ហ្នឹងយកមកដាក់នេះ copy ឥឡូវខ្ញុំសុំទៅមើលក្រោមមិញដែលយើងនិយាយមិញនេះអញ្ចឹងឥឡូវវាឲ្យចំនួន5មកហើយចំណងជើងគឺ Echo in the Valley នៅក្នុងនេះគឺវាឲ្យ5អញ្ចឹងមួយថ្ងៃបងប្អូនអាចផលិតទៅ5 6ទៅក៏អត់បញ្ហាដែរជាទូទៅនៅពេលដើម្បីអានឹងបានឧទាហរណ៍ឥឡូវខ្ញុំចង់បានរឿងនេះមួយអញ្ចឹងខ្ញុំ copy រឿងនេះមួយយកមកដាក់បន្តទៀតខ្ញុំ copy យកមកហើយខ្ញុំផាសចូលនៅក្នុងកន្លែងនេះមួយសារទៀតហើយបន្ទាប់មកទៀតខ្ញុំនឹងបង្ហាញបងប្អូនឲ្យប្រើ tag មួយទៀតអក្សរខាងក្រោមនេះដើម្បីយកវាមកដាក់បន្តដើម្បីឲ្យវាសេរឿងអញ្ចឹងកន្លែងនេះខ្ញុំអាចវាយតែ5រឿងបានហើយដើម្បីសេព្រោះកន្លែងហ្នឹងវានិយាយយើងច្រើនបងប្អូនអាចបកទៅក៏បានដែរអាចបកជាភាសានៅក្នុង Google Translate នេះមកអញ្ចឹងខ្ញុំវាយមកដើម្បីរឿងហ្នឹងវាល្អយ៉ាងម៉េចវាលម្អិតថាពង្រឹងគំនិតរឿងខ្លីដែលបានផ្ដល់ឲ្យទៅក្នុងប្រអប់បញ្ចូលអត្ថបទរូបភាពផ្សេងៗនៅកន្លែងហ្នឹងខ្ញុំក៏មិនអានអត់ដែរបាទអញ្ចឹងវានឹងទៅសេលម្អិតទៅលើប្លង់ទៅផ្សេងៗអញ្ចឹងណាអញ្ចឹងពេលបានហើយខ្ញុំនឹងផាសចូលនៅកន្លែងនេះតែម្ដងបាទចាហ្នឹងគឺជាក្បួននៃការធ្វើហ្នឹងហើយដែលខ្ញុំបានធ្វើហើយវាចុងក្រោយគឺវាចេញសាច់រឿងយើងនេះដោយសារខ្ញុំដាក់ដល់10ដល់ចុងក្រោយគឺដាក់ដល់10អានេះវាដើរច្រើនហើយវានៅពេលដែលយើងបាន Ultra វាបានកម្រិតទៅលើ HD ជាទូទៅកម្រិត HD ដែលខ្ញុំ recommend បាទហ្នឹងគឺជាក្បួនការអញ្ចឹងដល់ពេលវាបានអញ្ចឹងហើយអ្នកនរគ្នានេះវាពងដើរឃើញអញ្ចឹងវាមាន scene 1 scene 2នេះបងប្អូនឃើញនេះបាទ scene 1បាទ scene ប្លង់ទី1ប្លង់ទី2ទី3ទី4ទី5ទី6ទី7ទី8គឺក្នុងគឺវាឲ្យអស់ហ្នឹងបាទដោយសារខ្ញុំមិញខ្ញុំ copy មកខ្ញុំបានដាក់នេះទេអញ្ចឹងវាចេញរហូតដល់10 scene បាទរហូត10 scene ដល់អញ្ចឹងវាពងដើរហើយនេះដោយសារខ្ញុំដាក់ដល់10អញ្ចឹងវាចេញមកទាំងអស់បាទវាចេញមកច្រើនដែលវាពងតសេនេះអញ្ចឹងបានហើយវាមានដល់10អញ្ចឹងមានន័យថាអត់ប្រវត្តិនៃការធ្វើទេនៅពេលដែលគ្នាបានសាច់រឿងមួយវិញទៅផាសបើរឿងចឹងដូចគ្នាខ្ញុំខក copy អាហ្នឹងមកបាទខ្ញុំ copy អានេះវាជាទៅសេសាច់រឿងសិនវាសេចំណងជើងរឿងនៅក្នុងរឿងហ្នឹងមានតែខ្លះហើយបន្ទាប់មកខ្ញុំនឹងទៅ copy អាមិញដូចគ្នាអញ្ចឹងបងប្អូនធ្វើតែរបៀបអញ្ចឹងមកនេះបងប្អូនធ្វើរបៀបអញ្ចឹងមកហើយខ្ញុំនឹងតម្លាក់ link នៅក្នុងនេះបានប៉ុណ្ណឹងហើយ
ដាក់ទៅគឺវានឹងទៅរកសាច់រឿងឲ្យយើងហើយបងប្អូនអត់ពិបាកទេបើសិនជាបងប្អូនអត់មាន account pro ទេបងប្អូនអាចប្រើទៅលើគេហៅថាប្រើទៅលើនេះនៅក្នុង AI មួយនេះបងប្អូនប្រើ AI Studio ក៏បានដែរ AI Studio នេះបងប្អូនចូល Google AI Studio មកបងប្អូន select បើសិន home វាចេញអញ្ចឹងបងប្អូនមើល playground នេះ playground ហើយយកវីដេអូហើយបងប្អូនមកមើលតម្រងវាអូតូនេះអញ្ចឹងតម្រងនេះបងប្អូនអាចយក19នេះ9នេះមក9 16អាហ្នឹងបញ្ឈរទូទៅបញ្ឈរអញ្ចឹងបងប្អូនផាសចូលមកផាស text នឹងចូលមកហើយរងចាំទៅវានឹងទៅរឿងឲ្យយើងហើយជាទូទៅប៉ុន្តែមួយថ្ងៃខ្ញុំអត់ចាំច្បាស់ដែរថាវានឹងបានប្រមាណអាចខ្ទង់5ទៅ10ក្នុងមួយ account ណាក្នុងមួយ email ក្នុងមួយ email នេះឃើញទេហើយក៏វាចេញដល់វាដើរលឿនដែរអញ្ចឹងបើសិនយើង preview មកនេះឃើញទេ review មើលឲ្យចេញមកអញ្ចឹងបើសិនជា sorry អានេះដូចមិនមែនជាវីដេអូ sorry ខ្ញុំជិតទៅវីដេអូវិញបាទនេះវីដេអូបាទចុចនេះសិនបាទអញ្ចឹងមានថាយើងចូល playground នេះយើងយកវីដេអូនេះមកយើងចុច VO2 អានោះវាអត់បានសេរីទេដោយសារ VO2 នេះវាអត់និយាយភាសាទេវាបានធ្វើតែសំឡេងបងប្អូនអាចចូលសំឡេងផ្សេងចាំមើលមេរៀនក្រោយខ្ញុំនឹងនិយាយអំពី voice over វិញអញ្ចឹងអាច select កន្លែងនេះមកហើយអ្នកគ្នាផាសចូលចេះមកផាសចូលមកបន្ទាប់មកយើងប្រើ solution នេះវាអត់ឲ្យទេវាឲ្យតែប៉ុណ្្នឹងទេដោយសារតែវាបានតែ8នាទីអាហ្នឹងដោយសារយើងអត់ប្រើ flow បាទអញ្ចឹងបាទប៉ុណ្្នឹងអញ្ចឹងរងចាំបន្តិចទៅវានឹងដើរនេះពេលថ្ងៃវាឲ្យយើងបាន10បាទ10 generation 10ដងក្នុងមួយ account បាទបើសិនជាយើងមកមើលតកតងទៅនឹងប្រភេទ flow នេះគឺ flow ហើយ flow យូរទៅនេះ flow ហើយទៅគឺ flow វាល្អជាងហើយបើសិនជាបងប្អូនទិញ account អញ្ចឹងវាបានតែ Gemini នេះក៏វាឲ្យដែរអ្នកឃើញ Gemini ក៏វាឲ្យដែរអញ្ចឹងក៏វាតកតងនឹង Ultra ដែរពីរហ្នឹងវាតែមួយទេអញ្ចឹងខ្ញុំរៀប recommend ថាមួយខែបងប្អូនចំណាយតែ$9បងប្អូនប្រើ unlimit បងផលិតអីបានទាំងអស់តែម្ដងបាទហ្នឹងគឺជាក្បួននៃការប្រើទៅលើប្រភេទវាផ្សេងស្អីរឿងហ្នឹងបាទហ្នឹងគឺជាប្រភេទនៃការផ្សេងស្អីរឿងហើយខ្ញុំនឹងបង្ហាញទាំងអស់ហ្នឹងនៅក្នុងក្រុម Telegram អញ្ចឹងបងប្អូនអាចចូលទៅមើលទៅបាទខ្ញុំបង្ហាញប៉ុណ្ណឹងអញ្ចឹងខ្ញុំមានបង្ហាញតែប៉ុណ្្នឹងទេអានេះ download អីអត់ពិបាកទេនេះ download អីអត់ពិបាកទេវាមានកន្លែង download ឲ្យយើងស្ដាប់នៅក្នុងហ្នឹងអញ្ចឹងណាបាទអញ្ចឹងខ្ញុំជូនប៉ុណ្្នឹងហើយយើងជួបគ្នាសម្រាប់វីដេអូក្រោយទៀតអរគុណ